មកបងប្អូនដែលធ្លាប់ធ្វើនំក្រូចទៅមិនសូវល្អផ្ទុះហើយមិនស្រួយបានល្អកុំភ្លេចតាមដានទស្សនាវីដេអូមួយនេះទាំងអស់គ្នាថ្ងៃនេះផងដែរនេះខ្ញុំហើយក៏ចង់ចែករំលែកពីការលាយម្សៅនេះផងដែរជូនបងប្អូនមើលចានេះខ្ញុំមិនមែនជាអ្នកធ្វើនំ professional ទេតែនេះខ្ញុំអ្វីដែលខ្ញុំបានធ្វើទៅល្អនេះខ្ញុំចង់ចែករំលែកជូនបងប្អូនមើលហើយនំក្រូចនេះផងដែរគឺនេះខ្ញុំធ្វើស្នូលជាមួយនឹងសណ្តែកបាយហើយនឹងស្លឹកតើយបងប្អូនគឺរសជាតិឆ្ងាញ់ខ្លាំងមែនទែនជាដំបូងនេះខ្ញុំមកធ្វើស្នូលនំចាស្នូលនំនេះខ្ញុំយកសណ្តែកបាយចាលាងទឹកឲ្យបានស្អាតហើយនេះខ្ញុំយកទៅចំហុយជាមួយនឹងស្លឹកតើយរីឯស្លឹកតើយវិញគឺនេះខ្ញុំយកទៅកិនជាមួយនឹងទឹកប្រហែលជា500 ml បន្ទាប់ពីនេះខ្ញុំបានកិនរួចរាល់ហើយគឺនេះខ្ញុំយកចាទៅកិនជាមួយនឹងសណ្តែកបាយដែលយើងបានចម្អិនរួចរាល់ហើយហ្នឹងចាគឺនេះខ្ញុំយកទៅកិនជាមួយនឹងទឹកស្លឹកតើយចំពោះសណ្តែកបាយបើសិនជាបងប្អូនមិនចង់ចំហុយទេបងប្អូនអាចយកទៅដាំក៏បានដែរចាតាមចំណង់ចំណូលចិត្តរបស់បងប្អូនបន្ទាប់ពីយើងបានកិនរួចរាល់ហើយហ្នឹងចាចាក់ចូលទៅក្នុងឆ្នាំងសិនទៅហើយវគ្គបន្ទាប់ហ្នឹងគឺនេះខ្ញុំយកសាច់ដូងចាចំពោះសាច់ដូងនេះគឺនេះខ្ញុំយកសាច់ដូងបែបលក្ខណៈថាកុំឲ្យចាស់ពេកទេបងប្អូនរៀងខ្ចីរៀងចាស់បន្តិចចានេះខ្ញុំយកទៅកិនជាមួយនឹងខ្ទិះដូងចាដើម្បីឲ្យវាឆាប់ម៉ត់បងប្អូនបើសិនជាយើងកិនអត់ដាក់ទឹកទេគឺវាអត់ម៉ត់ទេបងប្អូនចឹងហើយនេះខ្ញុំដាក់ខ្ទិះដូងចូលទៅជាមួយហ្មងទៅហើយនឹងជាមួយនឹងស្ករចំពោះរសជាតិផ្អែមវិញបងប្អូនដាក់ទៅតាមចំណូលចិត្តព្រោះអ្នកខ្លះគាត់ចូលចិត្តញ៉ាំផ្អែមអ្នកខ្លះគឺគាត់អត់សូវចូលចិត្តផ្អែមទេចឹងហើយបងប្អូនលេខលើកតាមនឹងណានៅពេលដែលយើងបានកិនសាច់ដូងនឹងរួចរាល់ហើយចាគឺយើងយកមកកូរជាមួយនឹងសណ្តែកបាយដែលយើងបានកិនជាមួយនឹងស្លឹកតើយអំបញ្ញមិញហ្នឹងចាហើយយើងធ្វើការកូរវារហូតនេះទៅកូរវឹកហ្មងបងប្អូនដើម្បីឲ្យវាខាស់ទឹកខ្ទិះហ្នឹងចារហូតដល់វាចាបែបលក្ខណៈរបាយវាទៅជាស្ងួតបែបនេះហ៎បងប្អូនទើបយើងអាចទៅធ្វើមុខល្មូបានជាដុំកន្លែងល្មូហ្នឹងគឺនេះខ្ញុំអត់បានថតទេបងប្អូនអើយហើយចាំឲ្យវាត្រជាក់សិនទើបយើងយកវាទៅល្មូជាដុំទូចចាឥឡូវនេះខ្ញុំមកលាយម្សៅនំម្ដងនេះខ្ញុំប្រើជាមួយនឹងម្សៅដំណើបម្សៅស្រួយបងប្អូនបើម្សៅស្រួយយើងសម្រាប់យកទៅបំពងហ៎បងប្អូនចាបើសិនជាបងប្អូនអត់មានទេបងប្អូនអាចដាក់ជាមួយនឹងម្សៅឆាក៏បានជំនួសក៏បានដែរចាហើយនេះខ្ញុំអត់ភ្លេចទេជាមួយនឹងម្សៅខ្សាយដូចគ្នា50 ក្រាមចាបងប្អូនអាចមើលចំណុះនៅលើអេក្រង់នឹងបាននេះខ្ញុំសរសេរជូនបងប្អូនមើលហើយស្ករសហើយអំបិលខ្ទិះដូងហើយនឹងទឹកផងដែរអូបងប្អូននេះខ្ញុំភ្លេចប្រាប់មួយទៀតចាកុំភ្លេចដាក់ជាមួយនឹង baking powder នឹងចំនួន1ស្លាបព្រាកាហ្វេផងណាគ្រឿងផ្សំម្សៅដែលស្ងួតទាំងអស់ហ្នឹងចាគឺយើងត្រូវលាយច្របល់ចូលគ្នាមុនសិនមុននឹងយើងចាក់ទឹកដូងចូលបងប្អូនឲ្យវាសព្វសិនចាវាឆាប់ចូលជាតិណាចាហើយយើងធ្វើការច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងចាឲ្យបានម៉ត់ល្អទៅហើយចំពោះម្សៅវិញគឺយើងធ្វើយ៉ាងម៉េចកុំឲ្យដូចថានៅពេលដែលបងប្អូនយកទៅខ្ចប់ជាមួយនឹងស្នូលកុំឲ្យវាស្ងួតពេកទេបងប្អូនកាលណាស្ងួតពេកគឺវាធ្វើឲ្យនំរបស់បងប្អូនអាចនឹងប្រេះហើយផ្ទុះក៏ថាបានដែរយើងលាយធ្វើយ៉ាងម៉េចដើម្បីឲ្យម្សៅនឹងវានៅមានជាតិសំណើមបងប្អូនធ្វើឲ្យម្សៅរបស់យើងគឺវាស្អិតជាប់គ្នាបានល្អការពារកុំឲ្យវាបែកហើយក៏ផ្ទុះផងដែរចាបន្ទាប់ពីបានច្របល់ម្សៅនឹងរួចរាល់ហើយចាគឺបងប្អូនមិនចាំបាច់ថាត្រូវទុកកន្លះម៉ោងអីទេមិនចាំបាច់ទេចាគឺយើងយកទៅចំអិនតែម្ដងហ្មងទៅអត់មានបញ្ហាបងប្អូននេះខ្ញុំធ្លាប់ធ្វើហើយគឺអត់អីទេអ្នកខ្លះវិញចាគឺគាត់យកទៅផ្អាប់ប្រហែលជា20ទៅ30 មីនិតតែនេះខ្ញុំវិញគឺនេះខ្ញុំយកទៅចំអិនតែម្ដងអត់មានបញ្ហាអីទេបងប្អូនចាចំពោះការវេចខ្ចប់នំវិញនិយាយទៅបងប្អូនធ្វើយ៉ាងម៉េចកុំឲ្យម្សៅរបស់យើងគឺវាស្ដើងពេកកាលណាតែស្ដើងពេកគឺនៅពេលដែលបងប្អូនយកទៅបំពងគឺវាធ្វើឲ្យផ្ទុះឲ្យបងប្អូនចាហើយវាបែកនំចឹងហើយបងប្អូនត្រូវលៃលោកយ៉ាងម៉េចកុំឲ្យម្សៅរបស់យើងនឹងគឺស្ដើងពេកមកល្មមបងប្អូននៅពេលដែលបងប្អូនបានល្មូជាដុំមូលរួចរាល់ហើយបងប្អូនត្រូវតែយកទៅប្រឡាក់ជាមួយនឹងល្ងសភ្លាមកាលណាតាបងប្អូនចាំទុកឲ្យបានច្រើនហើយយកទៅប្រឡាក់ជាមួយនឹងល្ងគឺវាធ្វើឲ្យម្សៅរបស់បងប្អូនស្ងួតហើយកាលណាតាស្ងួតគឺវាអត់ជាប់ទៅនឹងល្ងទេតែបើសិនជាបងប្អូនធ្វើបែបហ្នឹងបងប្អូនត្រូវយកទៅប្រឡាក់ជាមួយនឹងទឹកត្រជាក់បន្តិចទៅគឺធ្វើឲ្យម្សៅរបស់យើងរៀងសើមហើយយើងបងប្អូនយកទៅប្រឡាក់ជាមួយនឹងល្ងទៅគឺអត់អីទេចាតែដល់ឡែកគឺនេះខ្ញុំធ្វើភ្លាមអញ្ចឹងគឺនេះខ្ញុំយកទៅប្រឡាក់ជាមួយនឹងល្ងតែម្ដងបងប្អូនធ្វើបែបហ្នឹងឲ្យអស់នំអញ្ចឹងទៅចាទៅយើងយកទៅបំពងកាលណាតែយើងធ្វើបំពងម្ដងមួយគឺវាអាចនឹងខ្លោចនំបងប្អូនព្រោះជួនកាលយើងធ្វើយើងអត់បានមើលចាហើយអញ្ចឹងទៅយើងធ្វើឲ្យបានច្រើនសិនទើបយើងយកទៅបំពងស្រួលហ្មងបងប្អូនហ
ហើយលឿនទៀតនៅពេលដែលបងប្អូនយកនំទៅបំពងដំបូងនៅពេលដែលយើងដាក់ទៅគឺវាលិចនៅបាតខ្ទះហើយនៅពេលដែលវាឆ្អិនគឺវាចាប់ផ្ដើមចាផុសមកផ្ទៃខាងលើនៅខ្លាញ់ចាហើយបងប្អូនត្រូវតែអាសាចាកវីវាចុះកូរវាចុះវាឡើងអញ្ចឹងដើម្បីកុំឲ្យវាខ្លោចតែមួយចំហៀងបងប្អូនចាធ្វើបែបនេះគឺពណ៌នំគឺវាឡើងក្រហមចាបានស្មើគ្នាល្អមែនតើចាតែប៉ុណ្ណេះគឺរួចជាការស្រេចទេបងប្អូនមិននិយាយទៅគឺមិនពិបាកធ្វើទេកាលណាតែយើងលាយម្សៅត្រូវហើយនឹងស្នូលរបស់យើងផ្អែមសមល្មមទៅនឹងសាច់នំគឺឆ្ងាញ់ទេបងប្អូនការលើកមុនគឺនេះខ្ញុំធ្លាប់ធ្វើម្សៅហើយប៉ុន្តែដល់ឡែកសាច់នំរបស់នេះខ្ញុំគឺវាអត់ទាន់ស្រួយបានល្អតែលើកនេះគឺនេះខ្ញុំធ្វើទៅគឺស្រួយបានល្អអញ្ចឹងហើយនេះខ្ញុំចង់ចែករំលែកពីការលាយម្សៅនេះជូនបងប្អូនមើលចាហើយបងប្អូនបានញ៉ាំក្តៅៗវិញអូយឆ្ងាញ់ខ្លាំងមែនទែននេះខ្ញុំសូមបញ្ជាក់មួយទៀតបងប្អូននំនឹងមិនមែនស្រួយមួយថ្ងៃវងងាយទេណាចារយៈពេលដូចថាដំបូងអញ្ចឹងនៅពេលដែលវាក្តៅរយៈពេលដូចថាត្រឹម1ម៉ោងឬក៏ចូល2ម៉ោងអីវាចាប់ផ្ដើមរៀងវាតិចទៅវារៀងតុនតិចទេបងប្អូនហើយបើសិនជាបងប្អូនចង់ឲ្យវាស្រួយដូចដើមវិញបងប្អូនយកទៅកម្ដៅនៅក្នុង air fry បងប្អូនណានិយាយថាឆ្ងាញ់ខ្លាំងមែនទែនសូម្បីតែស្អែកឡើងនៅសល់បងប្អូនយកទៅក្តៅនៅក្នុង air fry គឺស្រួយដូចដើមអញ្ចឹងរីឯ snow វិញបងប្អូនបើសិនជាបងប្អូនធ្វើទៅនៅសល់ច្រើនបងប្អូនល្មូវាដុំទូចហើយដាក់ចូលនៅទុកនៅក្នុងកកបងប្អូនចាហើយបងប្អូនអាចធ្វើជានំ snow នំពពាយក៏បានឬក៏ snow នំអីផ្សេងទៀតអញ្ចឹងណាបងប្អូនហើយតាមការពិតនំ snow ហ្នឹងគឺនេះខ្ញុំយកមកពី snow នំពពាយទេបងប្អូននំពពាយមិននំពពាយនំពពាយចានៅសល់អញ្ចឹងហើយខ្ញុំយកមកធ្វើទៅនៅសល់ច្រើនអីថ្ងៃក្រោយអីតិចយកទៅចោលកុំចោលបងប្អូនចាបងប្អូនល្មូទុកថ្ងៃក្រោយបងប្អូនយកទៅធ្វើនំពពាយឬក៏នំអីផ្សេងទៀតបងប្អូនគិតថាអាចនឹងត្រូវគ្នាអញ្ចឹងណាចាអរគុណច្រើនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចាជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាអរគុណជំរាបលាបាយបាយ